មានបងប្អូនយើងសួរអំពីដំណាំម្ទេសបាទដោយសារខ្ញុំបានបង្ហាញវីដេអូអំពីការប៉ាឡេះតាក់តែងដងដើមមែកធៀងហើយគាត់សួរថាចោះមិនទុកមែកធៀងឲ្យច្រើនទៅដើម្បីបានមែកធៀងច្រើនផ្លែផ្កាក៏ច្រើនតាមនោះដែរព្រោះអីយើងប៉ាឡេះហើយមកដល់ខាងលើយើងចង់ឲ្យវាបែកមែកនៅខាងលើដូចតែគ្នានឹងចោះមិនក៏អាមែកខាងក្រោមមិនទុកពីក្រោមមកតែហ្មងទៅបាទចាំបាច់ប៉ាឡេះធ្វើអីចាំបាច់អីទុកអីត្រឹមឲ្យចំពីមនេះមកលើបាទនេះចំពីមនេះបាទហេតុអីក៏ចាំបាច់ទុកត្រឹមចំពីមទៅលើមិនទុកខាងក្រោមមកឲ្យច្រើនដូចដើមនេះបាទដូចប្លង់នេះអញ្ចឹងបងប្អូននេះសិតតែដើមដែលយើងអត់បានប៉ាឡេះណាបាទអត់បានប៉ាឡេះវាបាទអញ្ចឹងយើងទុកពីក្រោមមកតាមពិតទៅយើងបានប៉ាឡេះដែរតែក្រុមការងារគាត់ប៉ាឡេះអត់អស់មើលទៅនេះដូចឃើញស្នាមប៉ាឡេះដែរបាទហេតុផលវាបងប្អូនឥឡូវបងប្អូនមើលដើមទាំងមើលដើមនៅប្លង់នេះជាមុនសិនបាទប្លង់ទាំងអស់ហ្នឹងបាទដើមម្ទេសទាំងអស់ហ្នឹងបងប្អូនមើលឃើញថាវាមានមែកធៀងតាំងពីក្រោមមកដូចដែលគាត់យល់អញ្ចឹងបាទវាអត់ខុសទេបងប្អូនម្ទេសមានមែកធៀងកាន់តែច្រើនផ្លែផ្កាកាន់តែច្រើនសម្រាប់ពពួកម្ទេសផ្លែល្អិតណាបងប្អូនបាទដូចជាម្ទេសអាចសាត់ឬក៏ម្ទេសដៃនាងនេះជាដើមអញ្ចឹងបាទមែកធៀងកាន់តែច្រើនផ្លែផ្កាកាន់តែច្រើនហើយមែកធៀងកាន់តែច្រើននេះឯងជាអ្វីដែលអ្នកដាំចង់បានបាទតែបងប្អូនតែវាមានតែហេតុផលវាអញ្ចឹងបងប្អូនកាលណាមែកធៀងខាងក្រោមនេះបងប្អូនឃើញនេះគុំទាំងគុំអញ្ចឹងណាមែកធៀងជាប់ដីកាន់តែច្រើនហ្នឹងណាខាងក្រោមវានឹងស៊ុបទ្រុបនឹងឯងវាជាជំរករបស់សត្វល្អិតពពួកជញ្ជក់រុក្ខរស់អីហ្នឹងរុយសពីងពីងក្រហមហើយនឹងពពួកទ្រីបពពួកមមាញបាទទ្រីបភាគច្រើនមាននៅកញ្ចុំត្រួយនៅផ្កាបាទពពួកមមាញអីហ្នឹងគឺវាចូលចិត្តនៅខាងក្រោមហ្នឹងហើយទី2ជំងឺក៏កើតច្រើនដែរបងប្អូនកាលណាស៊ុបទ្រុបហើយមានសំណើមអីមកទៀតគឺជំងឺឆ្លងលឿនមែនតែនហើយអាជំងឺហ្នឹងពេលខ្លះជំងឺមួយចំនួនហ្នឹងក៏ឆ្លងតាមរយៈសត្វល្អិតហ្នឹងទៅទៀតបាទជំងឺផ្សិតជំងឺអីហ្នឹងវាកើតមកពីអាកាសធាតុក្តៅសើមអីហ្នឹងវាកើតតែនឹងស្រាប់ហើយពពួកមូសាអ៊ិកពពួកអីហ្នឹងវាកើតមកពីសត្វល្អិតដែលវានៅក្នុងគុំហ្នឹងទៀតបាទរឿងវាបែបហ្នឹងមួយទៀតបងប្អូនជីទូទៅជីជាតិគឺវាមកពីក្រោមបងប្អូនជីជាតិវាបឺតស្រូបចេញមកពីដីហើយបាញ់បឺតស្រូបមកពីដីមែកធៀងខាងក្រោមនេះវានឹងស្រូបបានមុនមែកធៀងខាងលើបាទវានឹងស្រូបបានមុនមែកធៀងខាងលើមិនយូរទេអាមែកធៀងខាងក្រោមនេះវានឹងខ្ពស់ជាងអាមែកធៀងខាងលើបាទឥឡូវនេះវានៅទាបជាងប៉ុន្តែបើយើងអត់នេះស្រួលបួទេច្បាស់ណាស់អាមែកខាងក្រោមនេះវានឹងធំជាងមែកខាងលើហើយមែកខាងលើនេះគឺជាមែកធៀងដែលមានផ្លែផ្កាល្អបាទផ្លែល្អហ្នឹងគឺនៅអាមែកខាងលើនេះឯងដែលមកដល់បង្គាប់អក្សរ V នេះមកដល់បង្គាប់អក្សរ V នេះវានឹងធ្វើការបែកពី2ទៅជា4ទៅជា8គុណនឹង2ដែលខ្ញុំបានជជែកហើយអាមែកខាងក្រោមនេះគឺជាមែកដែលយើងបានប្រឡេះតែដើមនេះដើមដែលអត់ប្រឡេះដើមដែលអត់ប្រឡេះនេះខ្ញុំលើកឧទាហរណ៍ខ្ញុំលើកមកជជែកឆ្លើយតបនឹងសំណួរដែលបងប្អូនយើងបានសួរបាទអញ្ចឹងវាចិញ្ចឹមអាមែកខាងក្រោមនេះឲ្យធំធាត់ឲ្យថ្លោះលើសអំពីដើមមេវានេះបាទលើសអំពីដើមមេវានេះអញ្ចឹងកាលណាអានេះធំធាត់ជាងណាបងប្អូនបាទវានឹងលេងដើមបាទស្លឹកល្អតែអត់សូវមានផ្លែទេបាទដើមខាងក្រោមនេះវានឹងធំហើយស្លឹកហ្នឹងគឺច្រើនស្រស់បំប្រងតែម្ដងតែអត់សូវផ្លែទេបាទអត់សូវផ្លែទេហើយវាក៏អត់សូវបែកមែកបែកធៀងច្រើនដូចដែលយើងដើមដែលយើងប្រឡេះចេញអស់ទុកតែមួយដើមមេហើយយើងទុកឲ្យបែកមានខ្នែងនៅអក្សរ V នេះហើយខ្ញុំបានបញ្ជាក់ដែរហើយដើមដែលអត់មានអក្សរ V នឹងទេចាំយើងក្តិចត្រួយតែជាទូទៅហ្នឹងគឺវាមានបាទវាមានអក្សរ V នឹងហើយបាទហើយមួយទៀតបងប្អូនកាលណាខាងក្រោមនេះវាស្រឡះណាយើងងាយមើលសំណើមដីយើងងាយមើលតាមគល់យើងងាយថែទាំដំណាំដាំដុះរបស់យើងយើងងាយថែទាំម្ទេសរបស់យើងបើសិនជាខាងក្រោមនឹងស៊ុបទ្រុបនឹងយើងពិបាកពិនិត្យមើលយើងពិបាកថែទាំបាទពិបាកថែទាំអញ្ចឹងរឿងទាំងអស់នេះឯងដែលយើងតែងតែធ្វើការតែងដើមវាហើយយើងអត់ទុកមែកធៀងពីក្រោមមកដូចនេះទេបាទយើងអត់ទុកមែកធៀងពីក្រោមមកដូចនេះទេបាទអញ្ចឹងយើងនាំគ្នាទៅមើលដើមដែលយើងបានធ្វើការតាក់តែងវិញបងប្អូនបាទបងប្អូននេះជាដើមដែលយើងបានធ្វើការតាក់តែងបានត្រឹមត្រូវបាទធ្វើការតាក់តែងបានត្រឹមត្រូវហើយទោះជាយ៉ាងណាវាក៏នៅតែបន្តដោះមែកធៀងខាងក្រោមមកដដែលអញ្ចឹងទៅយើងនៅតែបន្តប្រឡេះវាចាញ់ជារឿយតែម្ដងបាទជារឿយហើយស្លឹកខាងក្រោមនេះយើងអាចប្រឡេះចាញ់បានខ្លះហើយបងប្អូនបាទប្រឡេះចាញ់បានខ្លះហើយបាទអាយុមួយខែជាងហើយ
បាទយើងប្រឡេះវាខ្លះតែមិនមែនប្រឡេះទាំងអស់ទេយើងមើលដែរស្លឹកដែលនៅល្អរបៀបនេះទោះបីក្រំបង្គាបនេះក៏ដោយបាទក្រំបង្គាបនេះក៏យើងទុកវាដែរយើងអត់បូតឆ្វោកយកទាំងអស់ទៅហ្មងនឹងទេបាទវានៅមានប្រយោជន៍វានៅធ្វើរស្មីសំយោគបានចឹងវានៅតែជួយដងដើមបានជាពិសេសនៅរដូវក្តៅនេះតែម្ដងបងប្អូនបាទយើងដាំនៅរដូវក្តៅនេះតែម្ដងយើងកុំឲ្យឃើញគេបូតហើយយើងទៅបូតឆ្វោកតាមគេទាំងអស់ហ្នឹងគឺអត់ត្រឹមត្រូវទេបាទអត់ត្រឹមត្រូវទេបងប្អូនឃើញទេយើងជជែកប្រៀបធៀបរវាងដើមដែលយើងតែងពីខាងក្រោមយើងអត់ទុកមែកធៀងយើងទុកចាប់តាំងពីបង្គាបឡើងមកលើបងប្អូនឃើញនេះបង្គាបវាបែកដើមខ្លះបែកជា2ដើមខ្លះបែកជា3ហើយវានឹងគុណជា2ជា2រហូតបាទដើមបែកជា2វានឹងឡើងទៅជា4ទៅជា8ហើយបើដើមទៅបែកជា3នេះវានឹងឡើងទៅជា6បាទ6ទៅជា12ចឹងទៅបងប្អូនបាទគុណនឹង2ហើយកពូលខាងលើគឺស្មើល្អបាទស្មើល្អជាត្រួយចង់ត្រួយដែលទទួលបានទិន្នផលខ្ពស់ផ្លែផ្កាល្អបងប្អូនបាទជាចង់ត្រួយដែលផ្លែផ្កាល្អវាអត់មានដើមពីក្រោមមកដែលវាដណ្ដើមជីពីក្រោមមកលូតលើសដើមមេនឹងទេដោយសារអីវាបែកមកស្មើបាទបែកមកស្មើបាទដូចដើមនេះអីចឹងបងប្អូននេះវានៅតែបន្តចាញ់មែកធៀងមកហើយយើងប្រឡេះបន្តទៅបាទយើងទុកចាប់តាំងពីខ្នែងនេះទៅបានហើយបាទចាប់តាំងពីជំពាងនេះទៅគឺបានហើយបងប្អូនបាទអញ្ចឹងអាស្លឹកខាងក្រោមនេះវានៅល្អនៅឡើយយើងក៏អត់ប្រឡេះវាដែរបាទទាំងអស់នេះជាដើមដែលយើងបានតាក់តែងត្រឹមត្រូវបងប្អូនបាទតាក់តែងបានត្រឹមត្រូវបងប្អូនឃើញខាងក្រោមគឺស្រឡះល្អបាទវាអត់មានដើមណាដែលមកដណ្ដើមជីស្រូបជីបានមុនគេទេមកដល់លើនេះគឺវាស្រូបទៅស្មើគ្នាមកដល់ចង់ត្រួយចង់កំពូលវានេះតែម្ដងបាទនេះជាហេតុផលដែលយើងធ្វើការប្រឡេះមែកធៀងខាងក្រោមយើងអត់ចង់បានមែកធៀងខាងក្រោមទេយើងចង់បានមែកធៀងខាងលើមកកពុះបាទមកកពុះខាងលើនេះជាមែកធៀងដែលទទួលបានទិន្នផលល្អបាទអរគុណបងប្អូនខ្ញុំជូនប៉ុណ្នេះបាទបងប្អូនមានអ្វីចូលរួមជាមួយនឹងការដាំដុះម្ទេសជាមួយនឹងការតាក់តែងម្ទេសជាមួយនឹងដំណាំម្ទេសបងប្អូនមានបទពិសោធន៍យ៉ាងណាដែរបាទអញ្ជើញចូលរួមបានទាំងអស់គ្នានៅក្នុង comment បាទអរគុណ